បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់វគ្គសិក្សាផ្នែក Facebook Page បាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពាក់ព័ន្ធនឹងការ upload វីដេអូច្រើនក្នុងពេលតែមួយនៅលើ Facebook Page បាទជំហានដំបូងខ្ញុំបង្ហាញបងប្អូនពាក់ព័ន្ធនឹង profile ពីរផ្សេងគ្នាដែល profile នេះចេញទម្រង់បែបនេះហើយ profile មួយទៀតចេញទម្រង់បែបនេះបាទអញ្ចឹងគឺយើងចូលមកកាន់ពីរទម្រង់ដែលកន្លែងនេះគឺមាន page ស្រាប់បាទចុចមក page តែម្ដងប៉ុន្តែទម្រង់បែបនេះគឺអត់មាន page ទេបងប្អូនចូលមក home ហើយបងប្អូននឹងឃើញពាក់ព័ន្ធនឹង shortcut នៅខាងឆ្វេងដៃបងប្អូនពាក់ព័ន្ធនឹង page បងប្អូនចុចលើ page ហ្នឹងមកបន្តទៀតបងប្អូនចុចលើ public tour បាទចុច public tour ណាបាទនៅកន្លែងនេះអត់មាន creator ទេគឺយើងចុច public tour មកតង់សិនតើចុច public tour ហើយបងប្អូនចាប់ផ្ដើមចុចកន្លែងនេះមានពាក្យថារកពាក្យមួយដែលគេហៅថា all tour ហើយយើងចុចពាក្យថា create studio បាទងាកមក page មួយទៀតបាទនៅកន្លែងនេះបងប្អូនឃើញហើយជាមួយនឹង Facebook page របស់យើងអញ្ចឹងយើងចុចកន្លែងនេះមួយមកបាទហើយបន្តទៀតយើងចុចមកកន្លែងឆ្វេងដៃនេះមានពាក្យថា create studio ដូចគ្នាបាទអញ្ចឹងពីទម្រង់នេះគឺផ្សេងគ្នាសម្រាប់បងប្អូនដែលចាប់ផ្ដើមធ្វើ Facebook page ដំបូងគឺមានភាពខុសប្លែកគ្នាក៏ដូចជាការខុសគ្នាអញ្ចឹងដែរបាទងាកមកវិញកន្លែងនេះបាទយើងមកដល់វគ្គពាក់ព័ន្ធនឹងការ upload ដូចគ្នាអញ្ចឹងកន្លែងនេះបងប្អូនសូមចុចលើពាក្យថា video ឬក៏ create new ខាងលើក៏បានខាងនេះក៏បានចុចចិត្តមួយណាស្រឡាញ់មួយណាផុសមួយនោះចុច create new យើងមានពាក្យថា multi video ឬក៏កន្លែងនេះមានពាក្យថា multi video បងប្អូនស្រឡាញ់មួយណាគឺផុសមួយនឹងបានអូខេនៅមានតទៀតបងប្អូនបាទឥឡូវយើងរៀនមួយសិនឲ្យយល់មួយសិនកុំបខំបើសិនជាចង់រៀនតាមលំដាប់សូមរៀនតាមខ្ញុំមួយមកវាល្អជាងកុំបខំតមកទៀតយើងចុច upload video នេះជាវីដេអូដែលយើងនឹងធ្វើការផុសឬក៏យើងមានវីដេអូផ្សេងទៀតដើម្បីផុសច្រើនវីដេអូណាឧទាហរណ៍ឥឡូវខ្ញុំជ្រើស3វីដេអូចុះបាទវាចង់ច្រើនទៀតក៏បានដែរតែកុំឲ្យអ៊ីនធឺណិតវាអស់លឿនពេកយើងទុកសិនទៅកន្លែងផ្សេងឬក៏ថ្ងៃណាតនេបងចុច upload ចេះទាំងអស់ក៏បានដែរអូខេតែវាវែងខ្ញុំដាក់តែ3សិនបានហើយអូខេវាអាច upload បានច្រើននិយាយថា upload បានច្រើនទាំងអស់នេះក៏បានដែរអត់បញ្ហាទេឥឡូវខ្ញុំបង្ហាញតែ3ទេចុច open មកពេលនោះវានឹងធ្វើការ upload វីដេអូនោះចូលទៅកាន់ Facebook page របស់យើងប៉ុន្តែកន្លែងនេះគឺយើងត្រូវការសរសេរ description tag អីថែមខ្លួនឯងនេះណាយើងត្រូវសរសេរថែមចេះយើងអាច copy ពីនេះមកយើងដាក់នៅក្នុងនេះយើងដាក់នៅក្នុង tag អូខេចឹងមកបាទនេះដូចគ្នាដែរយើង copy ចំណងជើងបើយល់ល្អគួរតែសរសេរអង់គ្លេសបងប្អូនណាប៉ុន្តែសួរថាភាសាខ្មែរ approve អត់ approve ដូចគ្នាទេប៉ុន្តែត្រូវការធ្វើម្ដងទៀតស្នើសុំម្ដងទៀត edit ម្ដងទៀតប៉ុន្តែបើសិនជាបងប្អូនធ្វើអង់គ្លេសសតវាស្រួលមិនបាច់ញ៉ៃញ៉ៃទេថ្ងៃក្រោយអូខេចំណងជើងអង់គ្លេសអង្គខ្មែរក៏រកលុយបានដូចគ្នាដែរ Facebook page ដូច YouTube ដែរទេ YouTube ខ្មែរក៏រកលុយបានអង់គ្លេសក៏រកលុយបានដាក់ចូលគ្នាក៏បាន Facebook page ដូចគ្នាប៉ុន្តែគ្រាន់តែមានការ edit ការធ្វើនោះវាខុសគ្នាតិចតួចតែ YouTube មិនបាច់ខ្វល់ទេបាទដាក់ទៅនឹង approve ហ្មងតែ Facebook ត្រូវការស្នើសុំត្រូវការកែព័ត៌មានតិចតួចដើម្បីធ្វើឲ្យអក្សរខ្មែរហ្នឹងវា fit ជាមួយនឹង Facebook ការរកលុយអូខេអញ្ចឹងបន្តទៀតគឺយើងចុចកន្លែងនេះបាទ select to post មកមានកន្លែងឲ្យយើងរើសបងប្អូននេះចង់ public now គឺអាចយក public now បានអូខេនេះអូខេចង់ add the tag add ទៅ playlist គឺកន្លែងនេះអូខេ tag យើងអាចដាក់ tag sport បាទមាន sport shot ទេបាទឥឡូវមានពាក្យ boxing អត់អូខេអញ្ចឹងមក done មកអូខេមានអីទៀត custom label ដូចអត់មានទេ category នេះ sport ដាក់ខ្លួនឯងណាអាហ្នឹងគេហៅថា category អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ប៉ុណ្្នឹងហើយយើងមានជម្រើសទី1 sell ទុកសិនទី2ផុសមួយថ្ងៃមួយទី3ផុសពីវីដេអូក្នុងមួយថ្ងៃទី4គឺផុសមួយវីដេអូក្នុងមួយសប្តាហ៍អញ្ចឹងខ្ញុំយកផុសក្នុងមួយថ្ងៃខ្ញុំយកលើ
អូខេអញ្ចឹងឲ្យវាផុសពីថ្ងៃណាទៅពីម៉ោងពីថ្ងៃ29ម៉ោង8ឬក៏ថ្ងៃទី30ម៉ោង8យប់ខ្ញុំកែដាក់ម៉ោង7យប់7អីបានណាឬក៏ម៉ោង6បាទ6.7ដាក់600ទៅចុចវាមិនទៅអញ្ចឹងបាទ00នេះអញ្ចឹងថ្ងៃទី30ម៉ោង6ចេញខ្ញុំដាក់កែសុំថ្ងៃ26ណាថ្ងៃ29ហ្នឹងតែម្ដងទៅម៉ោង6ល្ងាចហ្នឹងផុសចេញហើយ6ល្ងាចស្អែកវានឹងផុសចេញបន្តទៀតវា schedule ណាពី29 30 31តថ្ងៃគ្នាមួយថ្ងៃមួយចង់បាន2ថ្ងៃមួយคลิกកន្លែងនេះចង់បានមួយផុសម្ដងមួយអាទិត្យកន្លែងនេះអូខេហើយយើងអាប់ដេតទៅគឺរួចរាល់ហើយចាឥឡូវខ្ញុំជ្រើសរើសយកមួយថ្ងៃមួយ29 30 31ហើយខ្ញុំចុច cell change អញ្ចឹងវានឹងធ្វើការ process វីដេអូនេះទៅតែមិនទាន់ផុសទេដល់ម៉ោង6ល្ងាចហ្នឹងទើបវាផុសចេញបាទនេះជាវិធីសាស្ត្រក្នុងការ upload វីដេអូច្រើនក្នុងពេលតែមួយហើយលក្ខណៈជា schedule ទៀតស្រួលមែនតើគឺយើងមិនចាំបាច់អង្គុយផុសមួយចាំម៉ោងនេះម៉ោងនោះទេហើយយើងដាក់ schedule ទៅគឺអូតូម៉ាទិកហ្មងមួយថ្ងៃមួយហើយត្រូវពេលវេលាទៀតអញ្ចឹងអ្នកតាមដានរបស់យើងគឺស្រួលហ្មងដល់ម៉ោងអង្គុយចាំមើលអរគុណជួបគ្នាវីដេអូក្រោយបន្តទៀតជាមួយនឹងការរកលុយជាមួយលើ Facebook Page Bye